បាទអញ្ចឹងថ្ងៃនេះយើងបន្តទៅដល់ sum if sum if ថ្ងៃមុនវីដេអូមុនយើងបាននិយាយអំពី sum អញ្ចឹង sum យើងចេះអស់ហើយបោះក្បាយអស់ហើយតាក់ទងជាមួយ sum អញ្ចឹងខ្ញុំរំលឹកម្ដងទៀត sum ឧទាហរណ៍ថាយើងមានទំនុកទំនិញប៉ុណ្ណឹងហើយអញ្ចឹងយើងចង់បូកតើចំនួនដែលយើងទាំងអស់នោះបានប្រមាណអញ្ចឹងមានន័យថាយើងប្រើរូបមន្តសរុប sum អញ្ចឹងខ្ញុំរំលឹករូបមន្ត sum អញ្ចឹងយើងស្មើ sum ពេលយើង sum ហើយយើង select ទាំងអស់មកពីលើដល់ក្រោមមកបាទហើយគណនីទាំងអស់ហ្នឹងបាទអញ្ចឹងយើងអឺនេះយើងមើលពីយើង select ពីនៅ column quantity យើងរកចំនួនអញ្ចឹងពី e 6រហូតដល់ e 57អញ្ចឹង e 6ដល់ e 57អញ្ចឹងយើងបិទវងចោលវិញមកអញ្ចឹងយើងសាំអញ្ចឹងយើងសរុបចំនួនទាំងអស់ហ្នឹងគឺមានចំនួន361ជាដូចគ្នាអញ្ចឹងយើងអាចសាំមួយម៉ោងនេះដូចគ្នាទាំងអស់បន្តទៀតសាំដូចគ្នាទេសាំយើងទៅទាំងអស់មកបាទរហូតដល់ក្រោមអញ្ចឹងហើយយើងបិទវងកញ្ចក់វិញអញ្ចឹងយើងបានសរុបចំនួនសរុបអញ្ចឹងនេះគឺត្រួសព្រោះលម្អិតយើងបាននៅក្នុងរូបមន្តកាលពីវីដេអូមុនអញ្ចឹងថ្ងៃនេះយើងនឹងលម្អិតអំពីមេរៀនរូបមន្ត sum if អីគេ sum if គឺមានន័យថារូបមន្តផលបូកដូចគ្នាប៉ុន្តែមានលក្ខខណ្ឌហ្នឹងគឺមានលក្ខខណ្ឌតែមួយយើងអាចលក្ខខណ្ឌ2លក្ខខណ្ឌ3បានលក្ខខណ្ឌតែមួយយ៉ាងម៉េចលក្ខខណ្ឌតែមួយមានន័យថាឧទាហរណ៍ថាឥឡូវខ្ញុំចង់បូកសរុបអឺខ្ញុំចង់បូកសរុបនេះដែលយោងតាមតារាងហ្នឹងណាខ្ញុំចង់បូកសរុបតែសៀវភៅទេព្រោះក្នុងតារាងនេះយើងមានសៀវភៅមានប៊ិចមានអីផ្សេងហ្នឹងប៉ុន្តែខ្ញុំបូកសរុបតែសៀវភៅទេអញ្ចឹងសៀវភៅនេះសៀវភៅហ្នឹងខ្ញុំ highlight ពួកសៀវភៅណាសៀវភៅទៀតនេះក៏សៀវភៅណាខ្ញុំមើលណានេះក៏សៀវភៅឃើញទេអញ្ចឹងសៀវភៅវាមានច្រើននៅក្នុងតារាងហ្នឹងប៉ុន្តែយើងពិបាកបូកអញ្ចឹងយើងមិនដឹងបូកមិនទេយើងពិបាករកទីថាឥឡូវតារាងយើងច្រើនជាងហ្នឹងទៅរាប់ម៉ឺនរាប់រោរាប់ម៉ឺនរាប់ពាន់រោទៅអញ្ចឹងយើងមិនដឹងថារមួយអញ្ចឹងវាពិបាករកហើយយើងពិបាករកអញ្ចឹងគេប្រើមានរូបមន្តមួយគឺប្រើ sum if យើងប្រើរកតែសៀវភៅមួយទេអញ្ចឹងយើងប្រើសញ្ញាស្មើ sum sum if អញ្ចឹង sum if គឺចកអញ្ចឹងយើងមើលគេដាក់ rank អញ្ចឹង rank ហ្នឹងមានន័យថាយើងចង់បូកទៅលើស្អីនៃតារាងហ្នឹងយើងបូកទៅលើ item ដែលមានបុកមានសភៅមានប៊ិចមានខ្មៅដៃហ្នឹងអញ្ចឹងយើង select មកពីទាំងអស់ហ្នឹងយើងអូមកដល់ចប់នៃតារាងចំណឹងអញ្ចឹងយើងអូប៉ុណ្ណឹងយើង select ប៉ុណ្ណឹងរួចហើយយើងអានេះតាមពិតកន្លែងហ្នឹងយើងមិនបាច់ប្រើ lock ក៏បានដែរប៉ុន្តែយើងរៀនប្រើអត់ហើយទៅអញ្ចឹងយើងចុច F4 ដើម្បី lock cell មានន័យថាយើងដាក់ F4 ហ្នឹងនេះដាក់សញ្ញាដុល្លារហ្នឹងណាវាដើម្បីកុំឲ្យពេលយើងទាញទៅយើង copy ទៅកុំឲ្យវារត់ចេញពីកន្លែងដែលយើង select ហ្នឹងបាទបន្ទាប់មកយើងបៀសមួយហើយគេដាក់អ្នក criteria មានន័យថាស្អីដែលយើងចង់រកក្នុងលក្ខខណ្ឌណាលក្ខខណ្ឌអីដែលយើងរកលក្ខខណ្ឌសៀវភៅអញ្ចឹងយើងយកមកចុចនៅក្នុងសៀវភៅនេះឬក៏យើងអាចទៅសេនឹងដៃក៏បានដែរយើងអាចទៅសេជាដៃក៏បានដែរប៉ុន្តែចាំមើលខ្ញុំបញ្ជាក់ឡើងហ្នឹងណាបាទឥឡូវយើង select សិនណា select ឡើងបុកឡើងសិនមកហើយយើងមិនបាច់ដាក់ F4 ទេហើយតមកយើងបៀសមួយទៀតយើងនេះ sum rank តើយើងចង់បូកអីយើងរក quantity ណាយើងមិនរកចំណោមទេព្រោះក្នុងតារាងវាមាន quantity វាមានចំនួនវាមាននឹងទឹកលុយអញ្ចឹងយើងរក mission
គឺយើងរក quantity សិនអញ្ចឹងយើងឲ្យវាសាំនៅក្នុងតារាងហ្នឹងអញ្ចឹងយើង select វាអស់ចឹងមកបាទយើង select វាអស់ដូចគ្នាត្រឹមនឹងគ្នាហើយយើងចុច add for ដើម្បីយើងដាក់ដុល្លារអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងបិទវាបញ្ចប់វិញអញ្ចឹងនេះរូបមន្តរបស់យើង sum if យើង select ពីនេះនេះ y នេះមកនេះនេះមានន័យថាយើង select ពីត្រឹមនេះ rank នេះ rank បន្ទាប់មកយើង select criteria ហ្នឹងគេលក្ខខណ្ឌដែលយើងចង់បានយើងចង់រកតែសៀវភៅទេបន្ទាប់មកយើងឲ្យវាបូកទៅលើអីបូកទៅលើចំនួនណាចំនួនអញ្ចឹងប៉ុណ្ណឹងហើយយើង enter អញ្ចឹងសរុបនៃសៀវភៅទាំងអស់គឺមាន29អញ្ចឹងយើងសេឧទាហរណ៍មើលនេះ5 15 24នេះ29អញ្ចឹងយើងមានសៀវភៅទាំងអស់29អញ្ចឹងសាំគឺគេរកបែបហ្នឹងសាំ X គេរកបែបហ្នឹងគឺក្នុងមួយលក្ខខណ្ឌយើងរកតែសៀវភៅទេបាទអញ្ចឹងដូចគ្នាអញ្ចឹងគឺដូចគ្នានេះក៏ដូចគ្នាឥឡូវមិញខ្ញុំដល់ពេលទាំងអស់នេះយើងគ្រាន់តែ copy ឬក៏ select ឡើងមកបានហើយខ្ញុំចោលហើយបាទអញ្ចឹងយើង copy មកបាទអញ្ចឹងយើងធ្វើចំនួន eraser ចូលលុបនោះមាន41ប៊ិចមាន23ខ្មៅដៃមាន66អញ្ចឹងទៅអញ្ចឹងយើងរកតាម sum if ហើយមិញខ្ញុំនិយាយថាខ្ញុំនឹងបង្ហាញកន្លែងនេះមិញនោះបើសិនយើងអត់ select កន្លែងនេះណានេះកន្លែងនេះវិញខ្ញុំម្ដងទៀត sum if អញ្ចឹង rank មានតែពីនេះcònនេះទេដាក់ F4 យើងលុបវាហើយកន្លែងនេះវិញនេះបាទយើង select កន្លែង book ប៉ុន្តែបើយើងអត់ចង់ select យើងអាចវាយក៏បានដែរប៉ុន្តែវាយដោយដាក់សញ្ញាអឺមិញក្រៅពីហ្នឹងដាក់ឲ្យ book វាយពាក្យ book ឲ្យដូចណាហើយបិទមកវិញដោយសញ្ញាហ្នឹងមកបន្ទាប់មកយើង rank សាម rank យើងសាមនៅចំនួនបាទបន្ទាប់មកយើងដាក់សញ្ញាពណ៌ដូចគ្នាហើយយើង enter បិទវងចោល enter មកដូចគ្នាអូខេអញ្ចឹងយើងបានចំនួនដូចគ្នាបាទអញ្ចឹងដូចគ្នាណាបាទអឺបាទអញ្ចឹងដោយសារតែយើងប៉ុន្តែបើយើងប្រើអញ្ចឹងយើងអូសអត់បានយើង copy អត់បានយើងចាក់អូសអត់បានគាត់ថាយើងនិយាយថាយើង copy ពីកន្លែងហ្នឹងបើដាក់កន្លែងហ្នឹងវាអត់បានដោយសារវាកន្លែងនេះវាមិនមែន raw pen ទេ raw ប៊ិចទេគឺយើង raw សៀវភៅអញ្ចឹងតោះតែយើងដូរកន្លែងនេះដាក់មក pen វិញអញ្ចឹងបានវាឃើញ pen បាទតោះតែយើងដូរអាហ្នឹងគ្រប់ទាំងអស់ចឹងឥឡូវខ្ញុំទៅដូចដើមវិញផ្សេងពី rank ញ៉ាំដុល្លារមាសហើយយើង select យកលំបុកលុបមកយើងយក rank សាំ rank បាទនេះបានយើងអូបានយើង copy បានចឹងអូខេបាទអញ្ចឹងយើងយកបានអញ្ចឹង amount ដូចគ្នា amount ក៏យើងធ្វើដូចគ្នាចឹងដែរគឺយើងប្រើ sum ដូចគ្នា if យើងចង់រកពីឈ្មោះហើយ F4 ហើយ select យកពួកសៀវភៅបាទពួកសៀវភៅហើយយើងចង់រកណារកចំនួនទឹកលុយអញ្ចឹងយើង select កន្លែងcolumn ទឹកលុយមិនមែន select amount ទេអញ្ចឹងយើងបានទឹកលុយអញ្ចឹងយើង F4 មកទៀតបាទហើយ enter អញ្ចឹងទឹកនេះយើងបានពួកបិចយើងបានទឹកលុយចំនួនប៉ុណ្ណឹងហើយយើងអាច copy មកបានអស់បាទហើយយើងសាំចំណុចចេះមកបាទប្រើអូតូអីទៅអូតូសាំនេះក៏ដូចគ្នា
លេចអូសានអញ្ចឹងយើងបានតារាងនោះមានតម្លៃទាំងអស់អញ្ចឹងរូបមន្ត SUMIF មានប៉ុណ្ណឹង